សួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel កូនខ្មែរតិចបាទថ្ងៃនេះកូនខ្មែរតិចនឹងយកវីដេអូមកបង្ហាញទាក់ទងទៅនឹងការប្រើប្រាស់នៅកម្មវិធី Camtasia ដោយយើងចង់បាននៅដាក់ logo នៅលើវីដេអូរបស់យើងឲ្យវាមានចលនាយើងមិនចាំបាច់ប្រើជាមួយនឹងកម្មវិធី Sony Vegas នោះទេបាទជាមួយនឹងកម្មវិធី Camtasia អាចធ្វើបានដែរគឺយើងអាចធ្វើបានដោយសេរីហើយនឹងជាមួយខ្ញុំនឹងបង្ហាញបងប្អូនបាទ logo របស់យើងគឺទាមទារឲ្យមានជាលក្ខណៈ PNG ឬក៏គេហៅថា transparent background ឥឡូវនេះសូមធ្វើការដាក់ logo ឲ្យមានចលនាជាមួយនឹងខ្ញុំបានដូចទៅបាទដំបូងយើងចូលទៅកាន់កម្មវិធី Camtasia របស់យើងគឺ Stereo 8ឬក៏កម្មវិធី Camtasia version ថ្មីទៀតក៏បានគឺយើងប្រើប្រាស់ដូចគ្នាឥឡូវខ្ញុំប្រើប្រាស់កម្មវិធី Camtasia Stereo 8ខ្ញុំពេលដែលយើងបើកមកគឺខ្ញុំជ្រើសរើសរូបភាពណាមួយដែលខ្ញុំចង់ធ្វើការដាក់ជា logo ឥឡូវខ្ញុំចង់យករូបភាពមួយគឺជាលក្ខណៈPNG គឺជា logo ដែលយើងបាន design វាស្រាប់គឺយើងយកវាមកធ្វើការដាក់ឲ្យវាមានចលនានៅលើវីដេអូរបស់យើងឥឡូវខ្ញុំនឹងជ្រើសរើសនៅ logo មួយបន្តែខ្ញុំអត់ទាន់បានរកឃើញបាទគឺខ្ញុំអាចយក logo នេះក៏បានរចនាគុណខ្មែរនេះក៏បានហើយខ្ញុំធ្វើការទាញវាខ្ញុំដាក់ timeline នេះហើយខ្ញុំនឹងធ្វើវាហើយទីមួយគឺខ្ញុំនឹងធ្វើវាធំបន្តិចដើម្បីបង្ហាញបងប្អូននៅកាន់តែច្បាស់យើងចង់ដាក់ទំហំប៉ុន្មានក៏បាននេះគឺខ្ញុំអត់បានយកវីដេអូខ្ញុំអត់ដាក់ទេខ្ញុំគ្រាន់តែបង្ហាញឥឡូវខ្ញុំយកវីដេអូមកដាក់ក៏បានដែរហើយរត់នៅក្នុងវីដេអូតែម្ដងខ្ញុំទៅបើកនៅក្នុង download ហើយខ្ញុំនឹងយកវីដេអូខ្លីមួយយកមកបង្ហាញគឺជាលក្ខណៈវីដេអូធម្មតាគឺលក្ខណៈយកនេះហើយខ្ញុំនឹងធ្វើការ drag វាមកជាមួយគ្នាហើយខ្ញុំទាញវាយកមកដាក់នៅខាងនេះហើយខ្ញុំនឹង play វាដើម្បីវាបង្ហាញនៅ background ខ្ញុំនឹងទាញវីដេអូនេះឲ្យវាមានទំហំប៉ុនអេក្រង់បន្ទាប់មកខ្ញុំនឹងធ្វើការដាក់ logo ឲ្យមានចលនាឬគេហៅថា animation ឬក៏ animate នេះគឺជា logo ដែលខ្ញុំបាទយកមកដាក់ខ្ញុំធ្វើវាជាលក្ខណៈ PNG តមកខ្ញុំចង់ឲ្យរូបភាពហ្នឹងមានចលនាទាហរណ៍ថាពីខាងនេះទៅខាងនេះពីខាងឆ្វេងដើរទៅខាងស្ដាំឬក៏ពីកន្លែងលើនេះដើរទៅខាងស្ដាំនេះហើយបន្តមកខ្ញុំនឹងធ្វើដាក់រូបភាពនៅទីនេះគឺជា logo ហើយបន្តមកយើងយក cursor របស់យើងដាក់នៅលើកន្លែងដែលវាបានអូសរូបភាពហ្នឹងគេហៅថា drag logo ខ្ញុំដាក់នៅ timeline នេះយើងអាចធ្វើការទាញវាឲ្យវែងក៏បានហើយបន្តមកយើងធ្វើការចុចទៅលើវាហើយយើងយក cursor យើងទៅចុចលើពាក្យថា visual property ចុចលើវាមកបន្តមកទៀតយើងក្រោយពីយើងធ្វើការយករូបភាពរបស់យើងហ្នឹងយកមកដាក់ logo យើងដាក់ខាងហ្នឹងហើយយើងចង់ឲ្យ logo យើងមានចលនាពីឆ្វេងទៅស្ដាំអញ្ចឹងយើងធ្វើការ add animation យើងយកពាក្យថា add animation ឬក៏ animation ហ្នឹងឯងហើយយើងចុចលើវាមកបន្តមកទៀតយើងនឹងធ្វើការទាញ logo របស់យើងហ្នឹងឲ្យវាដើរទៅខាងមុខខាងស្ដាំអញ្ចឹងឲ្យវាដើរទៅហើយនឹងតបមកយើងធ្វើការទាញនៅកន្លែង cursor យើងនេះដាក់ទៅក្រោយពេលនោះ logo របស់យើងនឹងដើរយើងទាញមកហើយយើងធ្វើការ play វាមើលថាតើ logo របស់យើងមានចលនាឬនៅបាទគឺ logo យើងបានដើរធម្មតាហើយនឹងយើងចង់ឲ្យវាមានលក្ខណៈយឺតជាងនឹងទៀតក៏បានវាពេលយើង play ទៅវាដើរលឿនតមកទៀតយើងចង់ឲ្យវាមានលក្ខណៈចលនាហ្នឹងគឺវាយឺតយើងយក cursor យើងយកមកទាញអាសញ្ញានេះឲ្យវាវែងបន្តិចហើយបន្តមកយើងធ្វើការ play សារថ្មីវានឹងមានចលនាយឺតតាមដែលយើងចង់បានឃើញទេគឺមានចលនាដែលយើងចង់បានហើយយើងចង់ដាក់ឲ្យវាមានលក្ខណៈយឺតយ៉ាងហ្នឹងទៀតបានយើងធ្វើការទាញវាវែងទៀតមកហើយយើងធ្វើការ play មួយសារទៀតមើលថាវាយឺតល្មមហើយឬនៅតាមដែលយើងចង់បានប៉ុណ្ណឹងប្រហែលជាបានណាហើយចង់ឲ្យយឺតជាងហ្នឹងទៀតយើងទាញឲ្យវែងមកទៀតហើយឥឡូវយើងធ្វើការចង់ដាក់ថាឲ្យរូបភាពហ្នឹងវាដើរ
ចុះមកក្រោមវិញពីហ្នឹងមកចុះមកក្រោមវិញអញ្ចឹងយើងទាញ track ហ្នឹងហើយយើងអូស cursor ហ្នឹងយកមកខាងមុខបន្តិចឲ្យវាផុតអាកន្លែងយើងបំបញ្ញមិញហ្នឹងហើយគឺយើងចុចមកហើយយើងធ្វើការនៅ add ចុចពាក្យថា add elimination ម្ដងទៀតចុចលើវាទៀតហើយនឹងយើងយករូបភាពរបស់យើងហ្នឹង cursor យើងអូ logo ហ្នឹងចុះមកក្រោមណាចុះមកក្រោមអញ្ចឹងមកវានឹងដើរអូខេឥឡូវ logo យើងឈប់ត្រឹមហ្នឹងបន្តមកទៀតយើងធ្វើការ play យើងយកអាហ្នឹងយកមកក្រោយអញ្ចឹងហ៎អូខេឥឡូវយើងធ្វើការ play យើងធ្វើដូចធម្មតាហ្នឹងយើងធ្វើការ play វាមក logo យើងនឹងចុះមកក្រោមឥឡូវយើងចង់ពន្លឿនវាចង់ឲ្យវាយឺតយ៉ាងហ្នឹងបន្តិចយើងយកអាហ្នឹងយើងដាក់លើមកយើងទាញវាមកហើយយើងធ្វើការ play វាធម្មតាចុចមកគឺវានឹងដើរអញ្ចឹងដើរតាមដែលយើងចង់បានហើយអានេះវាយឺតបន្តិចហើយយើងនឹងធ្វើវាឲ្យយឺតល្មមដល់ពេលនោះ logo របស់យើងនឹងឈប់នៅទីតាំងណាមួយដែលយើងបានបញ្ចុះវាឥឡូវខ្ញុំនឹង play សារដើមទាំងអស់មកវិញឲ្យវាមើល logo របស់យើងនឹងដើរទៅមុខដើរទៅអញ្ចឹងតមកវានឹងដើរចុះមកក្រោមតាមដែលយើងចង់បានគឺវាមានភាពងាយស្រួលឥឡូវយើងចង់ឲ្យវិលជុំវិញក៏បានដែរចង់វាវិលជុំវិញយើង stop video មកហើយយើងនេះដាក់តពីកន្លែងហ្នឹងបាញ់មិញយើង play វាឲ្យកន្លែង stop មកអូខេតបមកយើងធ្វើការយកហ្នឹងមកដាក់អញ្ចឹងហើយយើងធ្វើការចុចនៅ add យើងចុចនៅពាក្យថា add animation បន្តមកយើងទាញ logo របស់យើងហ្នឹងទៀតយើងបន្តមកយើងចុច add animation ហ្នឹងហើយយើងអូស logo យើងហ្នឹងមកខាងមកឆ្វេងវិញអញ្ចឹងមកបន្តមកទៀតគឺជាការស្រេចហើយយើងអាចធ្វើការ play បានយើងទាញអានេះមកក្រោយមកបាទហើយយើងធ្វើការ play មកវានឹងដើរមកហើយយើងចង់វាយឺតបន្តិចកុំឲ្យវាលឿនពេកគឺមើលមិនតាន់ថា logo យើងហ្នឹងជាអ្វីឥឡូវយើងធ្វើការ play ពីខាងដើមមកវិញទាំងអស់មើលវាដើរទៅយ៉ាងម៉េចចុះមកក្រោមហើយមកឆ្វេងខ្ញុំអាចឲ្យវាមកឆ្វេងហើយឲ្យវាទៅលើវិញយើងឲ្យវាទៅលើវិញយើងចុចហ្នឹងដែរមកយើងយកអាកន្លែងហ្នឹងហ្នឹងអា cursor ហ្នឹងយើងចុចវាមកដាក់ទីតាំងហ្នឹងហើយយើងចុចវាថា add animation ហើយយើងអូសអារូបភាពយើងហ្នឹងទៅលើចឹងទៀតមកបាទទៅលើចឹងមកឈប់នៅទីតាំងដើមតបមកយើងធ្វើការ play មកយើងធ្វើការ play យើងចុចអាហ្នឹងមកក្រោយបន្តិចមកហើយយើងធ្វើការ play មើលអូសមកដល់ហ្នឹងវាទៅលើលឿនណាស់អញ្ចឹងយើងធ្វើវាយឺតបន្តិចយើងអូសនេះបន្តិចមកហើយអញ្ចឹងយើងអូសមកវិញហើយយើង play វាមើលទៅលើហើយបន្តមកទៀតយើងចង់ឲ្យវាឈប់ទៅលើហ្នឹងយើងចង់ឲ្យវាអូសមកកណ្ដាលអូសមកទីតាំងកណ្ដាលធ្វើដូចយើងធម្មតាហ្នឹងមកយើងយកអាហ្នឹងយើងដាក់បេះហ្នឹងមកហើយយើងចុចពាក្យថា add animation ហើយយើងអូស logo របស់យើងហ្នឹងអូវាធ្លាក់មកនៅទីតាំងកណ្ដាលអញ្ចឹងមកបន្តមកទៀតយើងធ្វើការ play វាមើលថាតើវាមានដំណើរការចលនាបែបណាយើង play វាខាងដើមមកវិញក៏បានដែរចង់ដឹងថាវាយ៉ាងម៉េចឥឡូវយើងទាញអានេះវារាងយឺតបន្តិចកុំឲ្យវាវែងពេកអូខេយើងចាក់ play មើលទៅមកក្រោមមកឆ្វេងទៅលើមកកណ្ដាលអូខេបាទឃើញទេវីដេអូយើងអាចប្រើតាមរយៈ Camtasia ក៏បានគឺវាមានភាពងាយស្រួលផងដែរបាទគឺថាសង្ឃឹមថាបងប្អូននឹងអាចធ្វើបានទាំងអស់គ្នានៅចំណេះដឹងមួយនេះហើយសម្រាប់អ្នកដែលចង់ឲ្យមាន logo មានចលនាលោតទៅលើវីដេអូគឺលែងមានបញ្ហាគឺយើងគ្រាន់តែមាននៅកម្មវិធី Camtasia គឺយើងក៏អាចធ្វើជាមួយនឹង logo មានចលនាបានដែរយើងចង់ដាក់ឲ្យវាវិលទៅណាក៏បានវិលទៅលើក៏បានទៅក្រោមក៏បានជុំវិញវីដេអូហ្នឹងក៏បានដែរបាទសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូដែលខ្ញុំបានធ្វើនេះហើយបើសិនជាពេញចិត្តសូមធ្វើការចុចនៅ subscribe
ដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតផងដែរហើយបើវីដេអូហ្នឹងបើសិនជាពេញចិត្តចុច like ផងដែរហើយអរគុណសម្រាប់ការតាមដានទស្សនាបាទសូមអរគុណបាយបាយ